OK，那么在这个旅程当中呢，我们会把一些在景点当中可能会遇到的任何的这个资讯，我们会跟您报告。那其中呢，最主要就是日本这个所谓的礼节 manner 的这个部分呢，我们也会特别跟您讲，因为我们说入境随俗，入境问俗，就是到了这个地方来，我们要了解他们的一个这个生活习惯。那当您有特别深入的去了解之后呢，你会更认识这个国家。បាទចូលថានៅខាងនេះគឺដល់មុនដល់តំបន់ទេសចរនីមួយៗគឺកាយរបស់យើងក៏នឹងមានការអធិប្បាយចំពោះតំបន់ទេសចរហ្នឹងតើមានអ្វីខ្លះហើយគួរតែការពារប្រយ័ត្នអ្វីខ្លះអញ្ចឹងណាឲ្យគាត់ដឹងមកយើងអាចដើរលេងដោយគេថាការដឹងបាទការយល់ដឹងហើយក៏ការសុខភាពរបស់យើងដែរហើយចំពោះអ្វីដែលសំខាន់នៅក្នុងប្រទេសនេះគឺប្រពៃណីរបស់គេទំនៀមទម្លាប់របស់គេគាត់នឹងមានការនិយាយខ្លះពីព្រោះពេលដែលយើងគេថាចូលស្ទឹងតាមបត់ហើយបាទចូលស្ទឹងតាមបត់ចូលប្រទេសតាមចូលស្រុកតាមប្រទេសចូលទៅដល់ស្រុកខ្មែរខ្ញុំខ្លាំងអញ្ចឹងហើយបាទអញ្ចឹងប្រកាន់អញ្ចឹងណាយើងចូលដល់ប្រទេសរបស់គេយើងនៅប្រពៃណីគេទំនៀមទម្លាប់របស់គេអញ្ចឹងយើងនឹងកាន់តែយល់ពីប្រទេសនឹងទៀតអញ្ចឹងណាជឿជាក់ថាបងប្អូនគ្នានឹងចូលចិត្តប្រទេសនេះបាទពីព្រោះនៅចំណោមប្រទេសទាំងអស់ខ្ញុំចូលចិត្តជប៉ុនជាងគេតែខ្ញុំទៅ OK。